រឿងនិទានព្រេងខ្មែរប្រាយដើមពោធិ៍សន្ធឹកកាលពីយូរមកហើយនៅភូមិមួយនៃជីព្រៃមានដើមពោធិ៍សន្ធឹកធំមួយឈរលូតលាស់កណ្ដាលវាលស្រែដើមវាខ្ពស់សាខារុំរុយដើមខ្មៅចាស់ដូចជាឈាមជ្រាបចូលក្នុងសម្បកឈឺអ្នកភូមិចំនួនចាស់ៗនិយាយថានៅលើដើមពោធិ៍សន្ធឹកនោះមានប្រាយមួយឈ្មោះអ៊ីណៃសន្ធឹករស់នៅអ៊ីណៃមិនមែនជាប្រាយធម្មតាគេថានាងជាស្ត្រីម្នាក់ស្លាប់ដោយអណោចអធមក្រោមដើមឈើនោះពេលនាងនៅរស់នាងត្រូវគេមើលងាយបង្ខូចគេទៅឈ្មោះហើយចុងក្រោយបានចងកសម្លាប់ខ្លួនចាប់តាំងពីថ្ងៃនោះមកព្រលឹងនាងមិនបានទៅកំណើតទេតែคล้ายជាប្រាយសន្ធឹកដើរឡងអ្នកដែលហ៊ានរំខានដើមពោធិ៍សន្ធឹកមួយល្ងាចពូខ្នាពូបឹបពូគុណនិងពូធៀនអ្នកជិតខាងគ្នាបាននាំគ្នាទៅកាប់សាខាដើមពោធិ៍សន្ធឹកដើម្បីយកឈើធ្វើជាទ្រនាប់គោពូខ្នានិយាយថាដើមឈើនេះចាស់ហើយកាប់វាទៅមិនអីទេរឿងប្រាយគ្រាន់តែរឿងនិទានបំភ័យកូនក្មេងប៉ុណ្ណោះពូធៀនវិញមុខស្រពោនខ្ញុំឮថាយប់មានសម្លេងស្រីយំចេញពីលើដាវវាពូបបសើចបើមានប្រាយមែនឲ្យវាចេញមកឃើញភ្លាមពេលកំបិតប៉ះសម្បកឈើឬសូរដូចមនុស្សស្រែកយំតិចខ្យល់ត្រជាក់បក់មកភ្លាមទោះថ្ងៃនៅមិនទាន់លិចស្លឹកឈើក៏ក្រោកដូចមានអ្វីមួយរត់លើកំពូលឈើពូគុណស្រែកឮទេនោះសំឡេងអ្វីតែពូគុណកាប់បន្តពេលសាខាធំមួយដួលចុះដល់ដីមានឈាមក្រហមជ្រាបចេញពីផ្នែកកាប់មនុស្សទាំង4ភ្ញាក់ផ្អើលស្ទើរតែទម្លាក់កំបិតល្ងាចនោះញាក់ភូមិដូចជាពូប្រុសពូសុកពូសល់និងពូជោចបានឮរឿងនេះហើយនាំគ្នាមកមើលពួកគេឃើញស្នាមដូចដៃស្ត្រីខ្មៅៗនៅលើដើមឈើគណៈពេលព្រះអាទិត្យលិចបរិយាកាសស្ងប់ស្ងាត់លើសធម្មតារាត្រីនោះជាដំបូងដែលអ៊ីណៃដង្ហើមខ្លួនពូបឹបកំពុងដេកក្នុងផ្ទះស្រាប់តែឮសំឡេងគេហៅឈ្មោះគាត់ពីក្រៅបង្អួចបឹបអ្នកហ៊ានកាប់ផ្ទះខ្ញុំគាត់ភ្ញាក់ឡើងឃើញស្ត្រីសក់វែងស្លៀកពាក់អាវសសក់គ្របមុខភ្នែកភ្លឺសស្លែកឈរលើមែកឈើក្រៅបង្អួចមុខនាងលេចឡើងជិតកញ្ចក់ដង្ហើមត្រជាក់ប៉ះកញ្ចក់ជាស្រមោលអបខ្មៅពូបឹបស្រែកហើយថ្នៃបន្ទាប់គេរកឃើញគាត់សន្លប់ក្រោមគ្រែមុខស្លែកដូចមនុស្សបាត់ប្រឡាំងបន្ទាប់មកពូគុណក៏ជួបហេតុការណ៍ដូចគ្នាយប់មួយគាត់ឮសំឡេងដើរលើដំបូលផ្ទះសំឡេងសក់អូសលើឈើស្រាប់តែមានអ្វីមួយធ្លាក់ពីលើដំបូលចុះមុខគាត់អ៊ីណៃបង្ហាញមុខយ៉ាងជិតភ្នែកនាងហូរទឹកភ្នែកខ្មៅហើយសំឡេងនាងស្រែកស្ទើរច្រាស់ត្រចៀកអ្នកទាំងអស់គ្នាត្រូវសងជីវិតឲ្យខ្ញុំព្រឹកឡើងពូគុណឈឺធ្ងន់មិននិយាយមិនស្ដាប់គាត់តែសម្លឹងទៅខាងដើមពោធិ៍សន្ធឹកហើយញញឹមខ្មៅអ្នកភូមិចាប់ផ្ដើមភ័យខ្លាចពូប្រុសពូសុកពូសល់និងពូជោចប្រមូលគ្នាទៅសុំគ្រូអាគមមកធ្វើពិធីតែពេលពិធីចាប់ផ្ដើមខ្យល់កំត្រាក់ខ្លាំងបង្គោលភ្លៀងរលត់ហើយសំឡេងស្ត្រីយំលាជាមួយសំណើចគួរឲ្យរន្ធត់អ៊ីណៃបង្ហាញខ្លួនលើកំពូលដើមពោធិ៍សន្ធឹកសាក់វែងរុំជុំវិញសាខានាងនិយាយដោយសំឡេងត្រជាក់ខ្ញុំមិនចង់បានអ្វីទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកទុកដើមឈើនេះឲ្យស្ងប់ពូខ្នាដួលដាវជង្គង់សុំទោសចំពោះការកាប់ឈើអ្នកភូមិនាំគ្នាទ្វីសំណង់តូចមួយក្រោមដើមពោធិ៍សន្ធឹកដាក់ធូបនិងបាយទឹកគោរពសាខាចាប់តាំងពីថ្ងៃនោះមក
មិនមានអ្នកណាហ៊ានរំខានដើមពោធិ៍សន្ធិដ្ឋទៀតទេតែពេលយប់ស្ងប់ស្ងាត់អ្នកដែលដើរកាត់ទីនោះនឹងឮសំឡេងស្ត្រីយំស្រាលៗពីលើមែកឈើហើយខ្យល់ត្រជាក់ប៉ះកន្ត្រាក់ខ្នងគេនិយាយថាអ៊ីណៃនៅតែសន្ធិដ្ឋលើដើមពោធិ៍សន្ធិដ្ឋនោះបើអ្នកណាហ៊ានកាប់ឬបំពានលើដើមឈើនាងនឹងបង្ហាញមុខជាមួយភ្នែកសស្លែកនិងស្នាមញញឹមត្រចៀករងចាំយកព្រលឹងជាថ្លៃសងហើយដើមពោធិ៍សន្ធិដ្ឋនោះនៅតែឈរខ្ពស់កណ្ដាលភូមិដូចជាភស្តុតាងនៃរឿងព្រេងដ៏រន្ធត់ដែលអ្នកចាស់ៗនៅតែប្រាប់កូនចៅថាកុំលេងល្បែងជាមួយប្រៃដែលសន្ធិដ្ឋព្រោះពេលវាឡងវាមិនលេងសើចទេចូលអរខណោ